សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះសុកថោសមកពី G Gear Service Center ថ្ងៃនេះខ្ញុំមានម៉ាស៊ីនត្រជាក់ LG model ថ្មីមួយចង់មកណែនាំបងប្អូនអំពីវិធីសាស្ត្រក្នុងការតភ្លើងមេចូលទៅផ្នែកក្បាលខាងមុខសម្រាប់ម៉ាស៊ីនត្រជាក់ LG model ថ្មីរបស់យើងគឺបញ្ចូលភ្លើងតាមផ្នែកកន្ទុយខាងក្រោយសម្រាប់ម៉ាស៊ីនត្រជាក់ LG model ចាស់របស់យើងគឺបញ្ចូលភ្លើងតាមផ្នែកខាងមុខចឹងបើសិនជាបងប្អូនចង់បញ្ចូលភ្លើងតាមផ្នែកខាងមុខដូចជា model ចាស់បងប្អូនត្រូវតែធ្វើតាមវិធីសាស្ត្របែបនេះបងប្អូនអាចយកខ្សែភ្លើងមេចូលផ្នែកខាងមុខគឺចូលទៅ 1L ហើយនិង 2N សម្រាប់ខ្សែចម្លងផ្នែកខាងមុខទៅកន្ទុយខាងក្រោយបងប្អូនត្រូវយកចូលទៅ L ហើយនិង N ផ្នែកកន្ទុយខាងក្រោយហាមដាច់ខាតបងប្អូនយកចូលទៅ 1L 2N ផ្នែកកន្ទុយខាងក្រោយពីព្រោះថាបើសិនជាបងប្អូនយកចូលទៅ 1L 2N ផ្នែកកន្ទុយខាងក្រោយវាធ្វើឲ្យមានបញ្ហាផ្ទុះពីស៊ីបឬក៏អាចឆ្លងខូចទៅដល់បតបញ្ជាកន្ទុយខាងក្រោយនេះគឺជារូបភាពសៀគ្វីដែលយើងតភ្ជាប់ពីផ្នែកខាងមុខទៅផ្នែកកន្ទុយខាងក្រោយជាចុងក្រោយសូមអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានទស្សនានៅវីដេអូនេះជួបគ្នានៅវីដេអូក្រោយអរគុណ